សូមជូនរឿងបុរសចាក់ស្មុគកាលពីដើមឡើយមានបុរសម្នាក់ចេះចាក់ស្មុគបុរសនោះចង់បានខ្ញុំបម្រើក៏ឡើងទៅចាក់ស្មុគលើចុងត្នោតហើយគិតតែម្នាក់ឯងថាបើអញចាក់ស្មុគបានមួយលក់បាន10 សេនបើអញចាក់ស្មុគបាន1000នឹងយកលក់ទៅបាន100 រៀលរួចអញលួសមនុស្សយកមកបម្រើបើប្រើមិនបានដូចចិត្តអញនឹងធាក់វាបុរសនោះមិនគ្រាន់តែគិតក្នុងចិត្តក៏យាដៃលើកទាំងជើងធាក់ធាងត្នោតក៏របូតខ្លួនធ្លាក់ពីលើចុងត្នោតតែបានដៃប្រវាចាប់ស្លឹកត្នោតជាប់ទាន់ក៏នៅតែតតោកដូចគេព្យួរគ្រានោះមានទ្រមាក់ដំរីម្នាក់ជិះដំរីមកជិតនោះបុរសនោះស្រែកថាបើអ្នកណាជួយដាក់ខ្ញុំពីចុងត្នោតបានខ្ញុំសុខចិត្តចូលទៅបម្រើលោកអស់មួយជីវិតទ្រមាក់ដំរីឮហើយមានចិត្តត្រេកអរបរដំរីចូលទៅដល់ក្រោមដើមត្នោតឈរលើខ្នងដំរីដៃតោងជើងបុរសនោះជាប់ដូចជាអង្រួនខ្នងដំរីនោះដំរីក៏រត់ទៅទ្រមាក់ដំរីក៏ព្យួរជាមួយនឹងបុរសនោះគ្រានោះមានមនុស្សទំពេក4 នាក់ដើរស្វែងរកមនុស្សយកទៅបម្រើប្រពន្ធគ្រប់គ្នាលុះដើរទៅដល់ក្រោមដើមត្នោតនោះទ្រមាក់ដំរីនិងបុរសចាក់ស្មុគស្រែកថាបើលោកអ្នកណាជួយខ្ញុំឲ្យបានរួចពីចុងត្នោតនេះខ្ញុំទាំងពីរនាក់សុខចិត្តទៅនៅបម្រើលោកអស់មួយជីវិតទំពេកទាំង4 នាក់នោះឮហើយត្រេកអរណាស់គិតថាបានដូចសេចក្តីប្រាថ្នាក៏ស្រែកថាយើងទាំង4 នាក់នឹងជួយអ្នកឲ្យរួចទំពេកទាំង4 នាក់ឈរក្រោមដើមត្នោតយកសំពត់ចងខ្វែងទល់មុខគ្នាជា4 ជ្រុងហើយស្រែកប្រាប់ទៅបុរសចាក់ស្មុគនិងទ្រមាក់ដំរីថាចូលអ្នកទាំងពីរទម្លាក់ខ្លួនពីលើចុងត្នោតនោះមកចុះបុរសចាក់ស្មុគនិងទ្រមាក់ដំរីទម្លាក់ខ្លួនទាំងពីរនាក់មកលើសំពត់ដែលបុរសទំពេកទាំង4 នាក់នោះចងដូចជាគេទាញសំពត់ជាប់នឹងកទំពេកទាំង4ចូលក្បាលគ្នាស្លាប់ទាំង4 នាក់ទៅឯទ្រមាក់ដំរីនិងបុរសចាក់ស្មុគឃ
ឃើញទំពេកទាំង4នាក់ស្លាប់ដូច្នេះភ័យណាស់ទៅនិយាយនឹងយាយចាស់ម្នាក់ថាបើនិយាយគិតដូចម្ដេចឲ្យបានសុខយើងទាំងពីរនាក់នឹងនៅបម្រើយាយពលអស់ជីវិតយាយចាស់មានចិត្តត្រេកអរដោយប្តីខ្លួនទៅកាប់ចំការឯព្រៃហើយនិយាយថាបើដូច្នេះអ្នកទៅយកខ្មោចទាំង4នោះមកដាក់ក្នុងផ្ទះចងរុំឲ្យស្រេចរួចយាយចាស់ហើយយកខ្មោចមួយចេញពីផ្ទះមកគាត់ស្រែកយំអ្នកស្រុកសួរគាត់ប្រាប់ថាប្តីគាត់ស្លាប់អ្នកស្រុកក៏ជួយយកខ្មោចនោះទៅដុតយាយចាស់ប្រាប់ថាសូមអ្នកទាំងអស់គ្នាដុតធ្វើឲ្យល្អត្បិតប្តីខ្ញុំគាត់ស្រឡាញ់ខ្ញុំណាស់កាលដែលគាត់នៅរស់លុះគេយកខ្មោចមួយទៅដុតហើយយាយចាស់ស្រែកថាប្តីគាត់ទៅផ្ទះទៀតហើយអ្នកស្រុកក៏ទៅយកមកដុតទៀតលុះដុតទៅគម្រប់4លើកទើបឃើញតាចាស់ប្តីយាយនោះចេញមកពីព្រៃចំការមានខ្លួននោះប្រឡាក់សុទ្ធតែខ្ជុងពួកអ្នកស្រុកឃើញក៏នាំគ្នាដេញចាប់តាចាស់នោះយកទៅដុតទាំងរស់ឲ្យស្លាប់ទៅរយកដុតសម្លកំពឹសរឿងបុរសចាក់ស្មុគចប់តែប៉ុណ្ណេះរឿងបុរសកំសត់នៅក្បែរផ្ទះសេដ្ឋីស្រង់ក្លិនអាហារសេដ្ឋីកាលពីព្រេងនាយមានបុរសកំសត់ម្នាក់នៅក្បែរផ្ទះខាងផ្ទះសេដ្ឋីបើខ្យល់បក់ពីខាងលិចរុះរើខ្ទមទៅសង់ពីខាងកើតបើខ្យល់បក់ពីខាងកើតរុះរើខ្ទមទៅសង់ពីខាងលិចបើខ្យល់បក់ពីខាងជើងរុះរើខ្ទមទៅសង់ពីខាងត្បូងបើខ្យល់បក់ពីខាងត្បូងរុះរើខ្ទមទៅសង់ពីខាងជើងសេដ្ឋីឃើញដូច្នេះប្រើខ្ញុំបម្រើឲ្យទៅសួរថាបុរសនោះចេះតែរុះរើខ្ទមទៅមកធ្វើអ្វីដូចនេះខ្ញុំបម្រើបុរសនោះប្រាប់ថាអ្នកអើយអ្នកប្រាប់លោកផងថាដែលខ្ញុំរុះរើទៅមកបិទខ្ញុំស្រង់ក្លិនចំណីអាហារលោកនេះឯងខ្ញុំក៏វិលមកប្រាប់វិញដោយដំណើរនោះសេដ្ឋីគិតថាបើវារស់ដោយក្លិនអាហារដូច្នេះអញយកវាជាខ្ញុំបានហើយបើគិតដូច្នេះហើយក៏នាំបុរសនោះទៅប្តឹងចៅក្រមឲ្យជំនុំពិចារណាដោយដំណើរនោះចៅក្រមថាបើដូច្នេះអ្នកយកជាខ្ញុំបម្រើបានហើយបុរសនោះថាបើដូច្នេះអ្នកនាំខ្ញុំទៅកល់ព្រះមហាក្សត្រ
ខ្ញុំនឹងក្រាបបង្គំទូលសូមព្រះរាជទ្រព្យឲ្យថ្លៃខ្លួនខ្ញុំទើបសេដ្ឋីនាំបុរសនោះទៅគាល់ព្រះមហាក្សត្របុរសនោះក្រាបទូលថាខ្ញុំព្រះអង្គម្ចាស់នៅក្បែរផ្ទះសេដ្ឋីនេះបើខ្យល់បក់ពីខាងលិចខ្ញុំរុះរើខ្ទមទៅសង់ពីខាងកើតបើខ្យល់បក់មកពីខាងកើតខ្ញុំព្រះបាទអង្គម្ចាស់រុះរើខ្ទមទៅសង់ពីខាងលិចបើខ្យល់បក់មកពីខាងជើងខ្ញុំព្រះបាទអង្គម្ចាស់រុះរើខ្ទមទៅសង់ពីខាងត្បូងបើខ្យល់បក់មកពីខាងត្បូងខ្ញុំព្រះបាទអង្គម្ចាស់រុះរើខ្ទមទៅសង់ពីខាងជើងខ្ញុំព្រះបាទអង្គម្ចាស់រុះរើទៅមកដូចនេះដើម្បីស្រង់ក្លិនចំណីអាហាររបស់សេដ្ឋីនេះសេដ្ឋីនេះថាខ្ញុំព្រះបាទអង្គម្ចាស់រស់នៅដោយសារក្លិនចំណីអាហាររបស់គាត់ហើយគាត់ចាប់ខ្ញុំព្រះបាទអង្គម្ចាស់យកទៅប្តឹងចៅក្រមបង្គាប់ឲ្យខ្ញុំព្រះបាទអង្គម្ចាស់ទៅជាខ្ញុំសេដ្ឋីនេះខ្ញុំព្រះបាទអង្គម្ចាស់មកក្រាបទូលសុំព្រះរាជទ្រព្យឲ្យថ្លៃខ្លួនខ្ញុំព្រះបាទអង្គម្ចាស់ព្រះមហាក្សត្រទ្រង់សួរទៅសេដ្ឋីថាមនាលសេដ្ឋីដំណើរសេចក្តីនេះមែនពិតដូច្នេះឬដូចម្ដេចសេដ្ឋីក្រាបបង្គំទូលថាដំណើរនេះពិតដូច្នេះមែនព្រះមហាក្សត្រទ្រង់ព្រះតម្រិះយល់ថាចៅក្រមនោះពុំទៀងត្រង់ទើបព្រះអង្គឲ្យយកសម្ពុតមកក្រាលកណ្ដាលថ្ងៃឲ្យយកប្រាក់មកចាក់កូរលើសម្ពុតសនោះហើយទ្រង់មានព្រះបន្ទូលថាចូលព្រះសេដ្ឋីទៅយកប្រាក់ថ្លៃទួបុរសនោះចោះសេដ្ឋីទទួលព្រះបន្ទូលហើយទៅនឹងឈោងយកប្រាក់អំពីសម្ពុតសនោះព្រះអង្គមានព្រះបន្ទូលថាបើបុរសនោះបានឆីចំណីអាហារសេដ្ឋីមែនទើបគួរសេដ្ឋីយកប្រាក់លើសម្ពុតសនោះឥឡូវបុរសនេះស្រង់យកតែក្លិនអាហារទេមានតែសេដ្ឋីយកស្រមោលប្រាក់នោះទើបល្មមនឹងតម្លៃក្លិនអាហាររបស់សេដ្ឋីពេលនោះដែរបុរសចំណាស់នឹងសេដ្ឋីក្រាបបង្គំលាព្រះអង្គត្រឡប់ទៅគេហដ្ឋានរៀងខ្លួនរឿងនិទានខ្មែរសូមជូនរឿងស្រីស្មោះត្រង់និងស្វាមីកាលពីព្រេងនាយនៅក្នុងនគរមួយមានសេដ្ឋីពីរនាក់សេដ្ឋីម្នាក់មានកូនស្រីរីឯស្ត្រីម្នាក់ទៀតមានកូនប្រុសសេដ្ឋីទាំងពីរនាក់ផ្សំផ្គុំកូនប្រុសស្រីរបស់ខ្លួនឲ្យបានជាស្វាមីភរិយាគប់ជួនជានគរនោះកើតចលាចលបះបោរឡើងហើយសេដ្ឋីទាំងពីរនាក់ក៏បែកខ្ចាត់ខ្ចាយចេញទៅនៅកន្លែងទីតីពីគ្នា
តមកសេដ្ឋីមានកូនស្រីក៏ផ្សំគុំកូនស្រីនោះឲ្យមានប្តីនឹងបុរសដទៃទៅកូនស្រីក៏ព្រមយកប្តីនោះមិនប្រកែកនាងនោះបានទៅនៅនឹងប្តីហើយប្រាប់ប្តីថាឪពុកខ្ញុំបានផ្សំផ្គុំឲ្យមានប្តីពីមុនរួចម្ដងហើយតែមិនទាន់ទាំងបាននៅរួមគ្នាផងស្រាប់តែអ្នកមកបានខ្ញុំជាភរិយាដោយខ្ញុំមិនទាន់បានដោះពាក្យនឹងប្តីមុននោះនៅឡើយឥឡូវនេះខ្ញុំសូមលាអ្នកទៅដោះពាក្យនឹងប្តីដើមនោះសិនតែបើអ្នកបើកឲ្យទៅទើបខ្ញុំហ៊ានទៅបើអ្នកពុំបើកផ្លូវឲ្យទៅទេខ្ញុំក៏មិនហ៊ានទៅដែរប្តីនោះឆ្លើយថាយើងស្មានថានាងនៅទំនេរឥតប្តីទេបើនាងមានស្វាមីពីមុនរួចមកហើយដូច្នេះចូលនាងទៅដោះស្រាយនឹងប្តីដើមឲ្យជ្រះស្រឡះសិនចុះយើងមិនខត់ខាំងនាងឡើយលុះនាងបានអនុញ្ញាតពីប្តីដូច្នេះហើយក៏តាក់តែងស្អិតស្អាងរាងកាយដោយគ្រឿងប្រដាប់សម្រាប់អាត្មារួចស្រេចហើយក៏លីលាចេញទៅសំដៅទៅរកកូនសេដ្ឋីជាប្តីដើមនោះស្រាប់តែប្រទះនឹងខ្លាធំដែលអត់អាហារ7ថ្ងៃមកហើយខ្លាលោតទៅប្រុងនឹងចាប់នាងឆីចំអែតពោះអាត្មានាងរៀបរាប់រឿងនាងឲ្យខ្លាស្ដាប់សពគ្រប់ខ្លាក៏បើកលែងនាងឲ្យត្រាចទៅដោយស្រួលឯនាងខំស្រោតដើរទៅអំពីនោះបន្តិចទៅបានជួបនឹងចៅ7នាក់ចៅឃើញនាងនោះមានគ្រឿងប្រដាប់សម្រាប់អាត្មាសុទ្ធតែជារបស់មានតម្លៃក៏គិតគ្នាទៅនឹងចាប់នាងយកអីវ៉ាន់អស់នោះនាងក៏និយាយសារស័ព្ទប្រាប់ចៅតាមដំណើរនោះសពគ្រប់ពួកចៅបានស្ដាប់ដូច្នេះមិនយកទ្រព្យទាំងនោះឡើយបើកឲ្យនាងទៅដោយស្រួលកាលនាងបានរបូតពីកណ្ដាប់ដែងចៅនោះហើយក៏ខំដើរត្រាចរង្គាលទៅរហូតដល់ទីលំនៅប្តីដើមប្តីដើមនោះស្គាល់ច្បាស់សួរថានាងមកមានការអ្វីនាងអង្គុយប្រតិបត្តិក្នុងទីស្ងាត់ជម្រាបថាសេដ្ឋីឪពុកខ្ញុំបានផ្សំផ្គុំខ្ញុំឲ្យជាភរិយាអ្នកអំពីមុនរួចមកហើយឥឡូវនេះឪពុកលើកខ្ញុំឲ្យមានប្តីនិងបុរសដទៃទៀតឯខ្ញុំមិនទាន់បានជម្រាបលាពាក្យរបស់អ្នកជាស្វាមីដើមឲ្យបានជ្រះស្រឡះដូច្នេះ
បើស្វាមីបើកឲ្យខ្ញុំទៅខ្ញុំក៏ទៅបើស្វាមីពុំព្រមបើកឲ្យខ្ញុំទៅទេខ្ញុំក៏ពុំហ៊ានទៅដែរចៅនោះឆ្លើយឡើងថានាងមានចិត្តស្មោះចំពោះមកដល់ខ្ញុំត្រេកអរណាស់រកអ្វីប្រៀបពុំបានតែឥឡូវនេះបើឪពុកនាងលើកនាងឲ្យមានប្តីហើយខ្ញុំនឹងទៅតវ៉ាប្រាថ្នានាងជាប្រពន្ធពុំបានឡើយចូលនាងទៅកាន់ប្តីនាងចោះនាងសំពះលាចៅនោះត្រឡប់ទៅផ្ទះវិញកាលនាងដើរតាមផ្លូវមកគាត់ជួនជាជួបប្រទះនឹងចៅម្នាក់កំពុងដើរតេះរកប្រពន្ធបានឃើញនាងមានរូបឆោមឡោមពណ៌ល្អស្អាតមានទាំងគ្រឿងប្រដាប់ក៏ល្អនៅខ្លួនផងក៏និយាយចាយចង់ប្រាថ្នានឹងយកធ្វើប្រពន្ធនាងបានថ្លែងប្រាប់ដោយដំណើររឿងតាំងពីដើមរៀងមកចៅនោះក៏ពុំជជែកតវ៉ាប្រាថ្នានាងនោះឡើយលុះនាងទៅដល់លំនៅប្តីហើយក៏នៅរួមគ្នាជាសុខក្សេមក្សាន្តតរៀងទៅរឿងស្រីស្មោះត្រង់នឹងស្វាមីចប់តែប៉ុណ្នេះរឿងស្រីក្ងោកមាសកាលដើមឡើយមានបុរសម្នាក់បានទទួលបណ្ដាំពីឪពុកថាកុំឲ្យយកស្រីប្តីលេងនិងស្រីសៅកែឲ្យយកតែស្រីក្រមុំព្រហ្មចារីនិងស្រីមេម៉ាយប្តីស្លាប់ធ្វើជាប្រពន្ធហើយកុំឲ្យយកខ្លានិងមនុស្សគ្រូបីតែមិនដូច្នេះបុរសនោះបានយកស្រីទាំង4នាក់នោះជាប្រពន្ធនិងយកមនុស្សគ្រូបីជាខ្លាដើម្បីសាកល្បងមើលថ្ងៃមួយក្ងោកមាសរបស់ស្ដេចទៅរកស៊ីក្បែរផ្ទះបុរសនោះឯបុរសនោះគិតពិសោធន៍មើលក៏ចាប់ក្ងោកមាសនោះយកទៅលាក់ទុកក្នុងទ្រុងមួយហើយដាក់ចំណីបាយទឹកឲ្យក្ងោកនោះស៊ីរួចបុរសនោះយកមាន់គោកមួយទៅកាប់ធ្វើម្ហូបបរិភោគនៅពេលបរិភោគបុរសនោះបានយកប្រពន្ធទាំង4និងខ្លានោះទៅបរិភោគទាំងអស់គ្នាកំពុងតែស៊ីក៏ធ្វើជាភ្លក្សហើយនិយាយថានេះជាសាច់ក្ងោកមាសស្ដេចដែលអញបានលួចកាប់យកមកស៊ី
ក្រោយពីនោះដល់បាត់ក្ងោកស្ដេចឲ្យអ្នកបម្រើសួររកក្ងោកនោះនាងស្រីប្តីលេងនិងនាងស្រីសៅកែនិយាយទៅនាងក្រមុំនិងនាងប្តីស្លាប់ថាឲ្យប្រាប់ទៅពួកអ្នកបម្រើទៅថាប្តីយើងបានលួចកាប់ក្ងោករបស់ស្ដេចយកសាច់ស៊ីគុំទៅជួយបិទបាំងថ្វីឲ្យវាងាប់ទៅចោះព្រោះវាធ្វើបាបវាយជេរយើងខ្លាំងណាស់ស្រីក្រមុំនិងស្រីប្តីស្លាប់អង្វរទៅវិញថាកុំធ្វើបាបប្តីរបស់ខ្លួនឯងដូច្នេះមិនល្អទេស្រីសៅកែនិងស្រីប្តីលេងថាទោះបីនាងមិនចូលគំនិតនឹងយើងក៏គង់តែយើងប្តឹងអ្នកបម្រើដែរថាហើយស្រីទាំងពីរនាក់នោះប្តឹងអ្នកបម្រើតាមដំណើរថាប្តីខ្លួនលួចក្ងោកស្ដេចយកសាច់ស៊ីគ្រាន់តែលឺដូច្នេះភ្លាមពួកអ្នកបម្រើក៏ចាប់យកបុរសនោះទៅថ្វាយទូលតាមដំណើរស្ដេចឲ្យនាំបុរសនោះទៅពិឃាតលុះទៅដល់មាត់ទ្វារវាំងអ្នកចាំទ្វារពុំព្រមបើកទ្វារសួរថាអ្នកនាំមនុស្សទោសនេះមកតើបានជំនុំជម្រះហើយឬនៅហើយបាននិយាយរឿងមួយប្រាប់អ្នកនាំថាកាលនោះមានសេដ្ឋីម្នាក់ចិញ្ចឹមឆ្កែ500ក្បាលវេលាយប់មួយមានចោរជីករោងចូលទៅលួចយកទ្រព្យសម្បត្តិរបស់សេដ្ឋីនោះហើយចូលទៅក្នុងរោងវិញទាំងអស់ឆ្កែរបស់សេដ្ឋីដឹងបាននាំគ្នាវាទៅខំចោលក្នុងរោងនោះស្លាប់ទាំងអស់លុះព្រឹកឡើងមហាសេដ្ឋីឃើញបាត់ទ្រព្យសម្បត្តិដូចនេះនឹកខឹងនឹងឆ្កែថាមិនចេះចាំរបស់ក៏ឲ្យគេសម្លាប់ឆ្កែទាំងនោះចោលអស់ទៅលុះធំអសោចខ្មោចចោលឡើងទៅមើលឃើញចោលស្លាប់ដូច្នេះក៏នឹកស្ដាយក្រោយកំពុងតែនិយាយឃើញបម្រើស្ដេចដែលទ្រង់ព្រះរាជបញ្ជាឲ្យយកបុរសនោះមកជំនុំជម្រះវិញលុះស្ដេចសួរបុរសនោះពីរឿងសម្លាប់ក្ងោកមាសបុរសក្រាបទូលថ្វាយក្ងោកនោះទូលព្រះបង្គំមិនបានសម្លាប់ទេ
គឺបានຕົកនៅកន្លែងមួយដោយល្អឯសត្វដែលទួលព្រះបង្គំជាខ្ញុំសម្លាប់ទទួលព្រះរាជទាននោះគឺមាន់គោកទេស្ដេចទ្រង់ឲ្យទៅយកក្ងោកនោះមកវិញហើយទ្រង់លើកលែងទោសឲ្យបុរសនោះឯស្រីទាំងពីរនាក់ដែលប្តឹងពីបុរសនោះជាប្តីថាសម្លាប់ក្ងោកនោះត្រូវបុរសជាប្តីនោះលែងចោលទៅរឿងស្រីក្ងោកមាសចប់តែប៉ុណ្នេះសូមអរគុណ